មានរឿងមកចែកម្លែកអ្នកទាំងអស់គ្នាក្នុងកំឡុងពេលតាំងពីដើមខែមករារហូតដល់ខែ3នេះគឺខ្ញុំឃើញរឿងជាច្រើនដែលបានកើតឡើងដោយផ្ទាល់ភ្នែកចាដែលសឹងតែមិនជឿមនុស្សម្នាក់ចាគឺគេត្រូវការសមត្ថភាពត្រូវការគុណភាពអត់ដូចពីយុគមុនមានលុយឡើងបានណាអ្នកទាំងអស់គ្នាឥឡូវអត់ទេមិនថាខ្ញុំអត់ដឹងនៅស្រុកណាប៉ុន្តែសម្រាប់ខ្ញុំជួបបបផ្សោតជាក់ស្ដែងក្នុងប្រទេសកាណាដាដកដូចស្ពៃចឹងអ្នកដែលធ្វើការជាមួយខ្ញុំដែលគាត់អត់មាន license គឺគេដកចាគេឲ្យធ្វើប៉ុន្តែអត់ឲ្យធ្វើពេញម៉ោងដូចមុនទេអញ្ចឹងគឺធ្វើឲ្យមនុស្សម្នាក់ចាមានការបាក់ទឹកចិត្តយ៉ាងខ្លាំងហើយបន្ទាប់មកប្រហែលថ្ងៃនេះកាលពីម្សិលមិញនេះទៀតមានរឿងកើតឡើងនៅក្នុងអគារដែលខ្ញុំរស់នៅនេះចាអ្នកដែលគ្រប់គ្រងគឺគាត់អត់មាន license ទៀតនៅពេលដែលគេបដូរStrada ថ្មីអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំចង់ប្រាប់ថារឿងកើតឡើងគឺដូចតន់ហន់ណាដូចមនុស្សដែលអត់បានព្រៀងទុកនៅពេលយើងអត់ដឹងអីសោះអ្នកទាំងអស់គ្នាចាអញ្ចឹងខ្ញុំគ្រាន់តែចង់ផ្ដាំជាសារធ្វើអីក៏ដោយមិនថាតែរៀនធ្វើកញ្ចក់មិនថាតែរៀនផាត់មុខមិនថាតែរៀនធ្វើម្ហូបមិនថាតែរៀនមើលកូនលាក់អ្នកទាំងអស់គ្នាត្រូវតែមាន license ត្រូវតែមានសញ្ញាបត្រត្រូវតែមាន certificate បញ្ជាក់ថាអ្នកទាំងអស់គ្នាបានរៀនមានបទពិសោធន៍គ្រប់គ្រាន់នឹងអ្នកទាំងអស់គ្នានឹងដើរទៅមុខដោយរលូនចាសម្រាប់ខ្ញុំពីមុនខ្ញុំតូចចិត្តពេលដែលខ្ញុំចូលទៅធ្វើការនៅក្រុមហ៊ុនមួយហ្នឹងគឺអត់មានអាគេមាន license សោះចាហើយម្នាក់ធ្វើដល់ manager គឺចាប់ពី floor ឡើងទៅដល់ manager ហើយខ្ញុំទៅរៀនអស់មិនតិចមើលនេះណាអ្នកគ្នាតែខ្ញុំគេថាខ្ញុំconfident ខ្លួនឯងខ្ញុំដើរពើងទ្រូងបានដោយសារអីខ្ញុំឆ្លងកាត់ការរៀនពីសាលាបានត្រឹមត្រូវហើយខ្ញុំមានលិខិតបញ្ជាក់ទទួលស្គាល់ទៀតណានិយាយរួមទៅគឺខ្ញុំធ្វើអីតាំងពីដើមមកខ្ញុំប្រយ័ត្នខ្លួនឯងមែនទែនបើត្រឹមតែការងារមួយដែលខ្ញុំធ្វើលេងសើចខ្ញុំក៏ទៅខ្ញុំមកវិញតែបើការងារមួយដែលខ្ញុំគិតថាខ្ញុំមានបំណងចង់ធ្វើវាឲ្យដល់គោលដៅគឺខ្ញុំត្រូវតែចាប់ដើមមើលពីចំណុចទូចៗហ្នឹងទៅអូខេជូនពរអ្នកនរគ្នាប្រុងប្រយ័ត្នហើយពង្រឹងសមត្ថភាពខ្លួនឯងទាំងអស់គ្នា